លោក Foxworth អនុប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងតំណាងលោក សវណ្ណ វិទិតវ្យាប្រធានមន្ទីរព័ត៌មានខេត្តនាព្រឹកថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025បានដឹកនាំមន្ត្រីរាជការមន្ទីរអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធហ្វប់អាយុធមឆាយហ្វារ៉េនទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលមរណភាពក្នុងជន្មាយុ87ឆ្នាំដោយជារាពាធកម្មវិធីបុណ្យធ្វើឡើងនៅគេហដ្ឋានក្រុមគ្រួសារនៃហ្វប់ស្ថិតនៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងតមកទីស្នាក់ការគណៈបកប្រជាជនកម្ពុជាខេត្តបាត់ដំបងលោក Foxworth តាំងនាមឲ្យប្រធានមន្ទីរព័ត៌មានខេត្តហ្វូមចូលរួមរំលែកនៅមរណទុក្ខនិងសេចក្តីសោកសង្រេងព្រមទាំងសោកស្ដាយអាឡោះអាល័យជាទីបំផុតជាមួយលោកជំទាវអៀងរំព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់អាយុធមឆាយហ្វារ៉េនដែលត្រូវជាស្វាមីឪពុកបង្កើតឪពុកក្មេកនិងជីតាជាទីស្រឡាញ់ប្រកបដោយព្រមវិហារធម៌និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្តនិងសមានតុដ៏ក្រៀមក្រំនេះយើងខ្ញុំសូមលំអរកាយលើកហាត់បួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកនិងដេចជះបារមីនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃតាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់អាយុធមឆាយហ្វារ៉េនបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ